ប្អូននិងមិត្តភ័ក្តិយើងទាំងអស់គ្នាថ្ងៃនេះយើងធ្វើ post analysis PA post analysis ហ្នឹងមានន័យថាក្រោយពីទីផ្សារបិទយើងធ្វើការពិភាក្សាតើទីផ្សារទៅណាហើយ2025ឆ្នាំ2025ខែ11ថ្ងៃទី4នៅម៉ោង 12 PM នេះបានន័យថាពីមុខឆ្នាំ2លេខកណ្ដាលនេះខែ2លេខកណ្ដាលនេះគឺថ្ងៃ2លេខនេះគឺម៉ោង2លេខខាងក្រោយនេះគឺនាទី P នេះគឺ PM នៅក្នុងម៉ោង California ដូច្នេះយើងធ្វើ post analysis បានន័យថាពិភាក្សាពីក្រោយទីផ្សារបិទដូច្នេះយើងដើម្បីពិភាក្សាទីផ្សារបិទយើងទី1នៅម៉ោង 8 PM New York នៅ chart 15នាទីយើងទៅរកចំណុចខ្ពស់និងចំណុចទាបនៅម៉ោង 8 New York នៅក្នុង chart 15នាទីយើងត្រូវតែធ្វើកិច្ចការនេះជារៀងរាល់ថ្ងៃដើម្បីឲ្យដឹងថាទិសដៅនឹងវាទៅណាហើយនៅពេលនេះគឺយើងយក Euro និង USD បានន័យថា Euro USD មាសនិង USD ខាងនេះគឺ Euro USD ខាងនេះគឺជាមាសដូច្នេះយើងចង់ដឹងថាបើទីផ្សារចុះ5-15នាទីនៅ15នាទីទៀបជាងម៉ោងធម្មតាបានន័យថាទីផ្សារចុះប៉ុន្តែយើងមកមើល Euro នៅម៉ោងនេះនៅពេលនេះ Euro កំពុងតែបុកចុះមកហើយនៅពេលជាមួយគ្នាមាសនៅទន្ទឹមគ្នាទេតែមាសចុះមកដល់បាតនេះចុះមកដល់បាតហើយបាន Euro មាសនេះចាប់ផ្ដើមទម្លាក់ខ្លួនមកនៅពេលមុន New York Times បើកទីផ្សារនៅពេល New York បើកពេល New York បើកគឺមាសនេះគឺបានបន្តចុះមកចុះរហូតហើយក៏បានឡើងមកដល់ចំណុចទាបនេះគឺចុះមកវិញទៀតដូច្នេះបានន័យថា Euro និង US គឺអាចដឹកនាំគ្នាបានដូច្នេះសូមឲ្យបងប្អូនយើងទាំងអស់គ្នាយកមេរៀននេះទៅពិភាក្សាមើលតើវាដូចគ្នាឬក៏អត់ហើយតាមដានមើលបន្តទៅទៀតជារៀងរាល់ថ្ងៃរហូតដល់តែបងប្អូនយើងទាំងអស់គ្នាយល់អំពី Euro និងមាសតើវារត់ស្របគ្នាវារត់ប្រច្រាស់គ្នានៅពេលណាសូមអរគុណសូមជម្រាបលា